ចំណងជើងរឿងដើមឈើធំនិងដើមបោះនៅក្នុងព្រៃមួយមានដើមឈើដ៏ធំហេមៀមួយដើមវាមានមែកធាងរឹងមាំនិងមានមោទនភាពចំពោះខ្លួនឯងខ្លាំងណាស់នៅក្បែរគល់របស់វាមានដើមបោះតូចដុះនៅតាមមាត់ទឹកដែលមើលទៅទន់ជ្រាយនិងរេទៅតាមខ្យល់ជានិច្ចថ្ងៃមួយដើមឈើធំបានសើចចំអកឲ្យដើមបោះថាមើលចុះពួកឯងពិតជាទន់ខ្សោយណាស់គ្រាន់តែខ្យល់បក់បន្តិចក៏ត្រូវអន់ក្បាលដល់ដីដែរចូលមើលមកយើងវិញទោះខ្យល់បក់ខ្លាំងប៉ុណ្ណាក៏យើងមិនកម្រើកដែរដើមបោះឆ្លើយយ៉ាងទន់ភ្លន់ថាលោកបងឈើអើយការអន់ក្បាលមិនមែនមានន័យថាទន់ខ្សោយនោះទេវាគឺជាការរក្សាចម្លងជីវិតតែប៉ុណ្ណោះដើមឈើធំមិនស្តាប់ហើយនៅតែឈរយ៉ាងត្រង់ដោយមោទនភាពយប់នោះស្រាប់តែមានភ្លុះសង្ឃរាដ៏ខ្លាំងក្លាមួយបានបក់បោកមកដើមឈើធំបានប្រឹងតាំងនឹងកម្លាំងខ្យល់យ៉ាងខ្លាំងបំផុតព្រោះវាមិនព្រមមិនក្បាលតាមខ្យល់ឡើយលទ្ធផលគឺកម្លាំងខ្យល់បានបំបាក់មែកធាងនិងរលើងងូសដើមឈើធំនោះដួលសន្លប់ស្ទោកស្ទឹងលើដីផ្ទុយទៅវិញដើមបោះតូចបានអន់ទាបទៅតាមទីដែលខ្យល់បក់នៅពេលភ្លុះកន្លងផុតទៅពួកវាគ្រាន់តែងើបខ្លួនឡើងវិញយ៉ាងស្រស់បំព្រងគ្មានការខូចខាតអ្វីឡើយមេរៀននៃរឿងភាពរឹងមាំដែលរឹងកំព្រឹសជារឿយតែងតែងាយនឹងបាក់បែកផ្ទុយទៅវិញភាពទន់ភ្លន់ដែលចេះបាត់បែនទៅតាមកាលៈទេសៈគឺជាភាពរឹងមាំដ៏ពិតប្រាកដដែលជួយឲ្យយើងអាចរស់រាននិងឆ្លងផុតរាល់ឧបសគ្គធំក្នុងជីវិតបានចំណុចសម្រាប់វិភាគដើមឈើធំតំណាងឲ្យមនុស្សដែលមានអំនួតនិងភាពរឹងរូសមិនព្រមផ្លាស់ប្ដូរតាមស្ថានភាពដើមបោះជានិមិត្តរូបនៃភាពវៃឆ្លាតក្នុងការបត់បែន adaptability ភ្លុះសង្ឃរាតំណាងឲ្យវិបត្តិធំឬការផ្លាស់ប្ដូរដែលមិនអាចជៀសបានក្នុងសង្គមនិងការងារការអន់ក្បាលតែការចេះយោគយល់និងការបន្ទាបខ្លួនជួយឲ្យយើងសម្រេចគោលដៅធំជាងការប្រឈមមុខដោយកំហឹងយ៉ាងដូចម្ដេច